នៅឆ្នាំ1957ផ្កាយរណបមួយគ្រឿងឈ្មោះ Sputnik ត្រូវបានសហភាពសូវៀតបាញ់បង្ហោះប្រកបដោយជោគជ័យយកទៅដាក់នៅក្នុងគន្លងតារាវិថីជាផ្កាយរណបសិប្បនិមិត្តលើដំបូងបង្អស់នៅក្នុងប្រវត្តិរបស់មនុស្សជាតិយើងចាប់តាំងពីពេលនោះមកសកម្មភាពរបស់មនុស្សយើងនៅក្នុងទីអវកាសចេះតែកើនឡើងជាលំដាប់ឥតឈប់ហើយបច្ចុប្បន្ននេះផ្កាយរណបបានក្លាយទៅជាឧបករណ៍ដ៏សំខាន់មិនអាចខ្វះបានមួយរបស់មនុស្សយើងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមានរឿងជាច្រើនរាប់ចាប់តាំងពីប្រព័ន្ធអ៊ីនធឺណិតទូរស័ព្ទដៃប្រព័ន្ធ GPS រហូតទៅដល់ការព្យាករណ៍អាកាសធាតុគឺត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើផ្កាយរណបដែលមានរាប់ពាន់និងដេតាពាសពេញនៅក្នុងទីអវកាសជុំវិញភពផែនដីរបស់យើងគិតនៅត្រឹមពាក់កណ្ដាលឆ្នាំ2021នេះជាង60ឆ្នាំក្រោយការបាញ់បង្ហោះផ្កាយរណប Sputnik ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកអវកាសបានប៉ាន់ស្មានថានៅក្នុងគន្លងតារាវិថីជុំវិញភពផែនដីមានផ្កាយរណបជាង 7000 គ្រឿងដោយរាប់ទាំងផ្កាយរណបដែលកំពុងមានដំណើរការនិងផ្កាយរណបចាស់ៗដែលលែងមានដំណើរការក៏ប៉ុន្តែបន្តមានវត្តមាននៅក្នុងគន្លងតារាវិថីជាមួយនឹងកំណើននៃតម្រូវការបច្ចេកវិទ្យាបច្ចុប្បន្នគេរំពឹងថាចំនួនផ្កាយរណបនឹងត្រូវកើនឡើងកាន់តែច្រើនជាងនេះទៅទៀតទៅថ្ងៃអនាគតជាពិសេសតាមរយៈគម្រោងបាញ់បង្ហោះផ្កាយរណបតូចៗរហូតដល់ទៅរាប់ម៉ឺនសម្រាប់ផ្ដល់សេវាអ៊ីនធឺណិតរួមមានជាអាចគម្រោង Starlink របស់ក្រុមហ៊ុន SpaceX និងគម្រោង Kuiper របស់ក្រុមហ៊ុន Amazon កំណើននៃសកម្មភាពបាញ់បង្ហោះផ្កាយរណបនេះបូករួមជាមួយនឹងបេសកកម្មអវកាសជាច្រើនផ្សេងទៀតវាបង្កើតឲ្យមានបញ្ហាដ៏ចម្បងមួយគឺបំណែកអវកាសដែលកើតចេញពីទូផ្កាយរណបដោយផ្ទាល់នោះផងនិងពីទូរ៉ុកែតអវកាសដែលគេប្រើដើម្បីបាញ់បង្ហោះផ្កាយរណបក៏ដូចជាបាញ់បង្ហោះយានអវកាសផ្សេងទៀតហើយដែលផ្នែកខ្លះនៃទូរ៉ុកែតជាពិសេសកំណាត់នៅប៉ែកខាងលើបន្តស្ថិតនៅក្នុងគន្លងតារាវិថីនៅក្រោយពេលបាញ់បង្ហោះរួចបន្ថែមពីលើនេះទៅទៀតការបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបដែលបណ្ដាប្រទេសមួយចំនួនរួមមានឥណ្ឌាចិននិងរុស្ស៊ីធ្លាប់បានធ្វើការពីពេលថ្មីៗនេះវាគឺជាចំណោទដ៏ចម្បងមួយបន្ថែមទៀតនៅក្នុងបញ្ហាបំណែកអវកាសនេះទីភ្នាក់ងារ NASA របស់អាមេរិកនិងទីភ្នាក់ងារ ESA របស់អឺរ៉ុបបានប៉ាន់ស្មានថានៅក្នុងទីអវកាសជុំវិញភពផែនដីរបស់យើងនៅក្នុងពេលបច្ចុប្បន្ននេះមានបំណែកអវកាសទំហំចាប់ពី1សង់ទីម៉ែត្រឡើងទៅរហូតដល់ទៅប្រមាណជាកន្លះលានឯណោះហើយបំណែកអស់ទាំងនេះសុទ្ធតែមានសក្តានុពលអាចបង្កគ្រោះថ្នាក់ដល់មនុស្សយើងជាការពិតថាសម្រាប់អ្នកដែលនៅលើដី probability នៃគ្រោះថ្នាក់បង្កដោយបំណែកអវកាសគឺអាចមានតិចតួចដោយសារតែយើងមានស្រទាប់បរិយាកាសជាខែលការពារក៏ប៉ុន្តែនៅក្នុងទីអវកាសជុំវិញផែនដីអនុវិញវាគឺជារឿងផ្សេងគ្រប់អ្វីៗទាំងអស់ដែលស្ថិតនៅក្នុងគន្លងតារាវិថីជុំវិញផែនដីគឺមិននៅនឹងថ្កល់នោះទេក៏ប៉ុន្តែត្រូវធ្វើដំណើរក្នុងល្បឿនគន្លងតារាវិថីហើយក្នុងគន្លងតារាវិថីទៀតដែលគេហៅតាមភាសាអង់គ្លេសថា low earth orbit ល្បឿនគន្លងតារាវិថីនេះគឺមានរហូតដល់ទៅប្រមាណជា7គីឡូម៉ែត្រក្នុង1វិនាទីអូលគឺលឿនជាងក្របកំភ្លើងរហូតដល់ទៅ10ដងឯណោះក្នុងល្បឿនដ៏លឿនបែបនេះសូម្បីតែបំណែកតូចមួយទំហំត្រឹម1សង់ទីម៉ែត្រក៏អាចបង្កការខូចខាតធ្ងន់ធ្ងរផងដែរប្រសិនបើវាហោះបុកទង្គិចជាមួយនឹងយានអវកាសឬជាមួយនឹងផ្កាយរណបការបុកទង្គិចគ្នាណាមួយនៅក្នុងទីអវកាសវាមិនត្រឹមតែបង្កឲ្យមានការខូចខាតទៅដល់ឧបករណ៍ដែលត្រូវបុកទង្គិចនោះទេក៏ប៉ុន្តែវាបង្កើតឲ្យមានជាបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតទៅតាមយន្តការដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា Kessler Effect ពូលគឺនៅក្រៅពេលដែលមានការទង្គិចគ្នាណាមួយបំណែកដែលកើតចេញពីការបុកទង្គិចគ្នានេះវាធ្វើឲ្យចំនួនបំណែកអវកាសត្រូវកើនឡើងហើយ probability ក៏ត្រូវកើនឡើងដែលបំណែកទាំងនេះត្រូវទៅបុកទង្គិចជាមួយនឹងវត្ថុផ្សេងទៀតបង្កើតឲ្យមានបំណែកអវកាសកាន់តែច្រើននិង probability នៃការបុកទង្គិចគ្នាពីមួយទៅមួយក៏កាន់តែច្រើននៅក្នុងសម័យកាលដែលអ្វីៗត្រូវពឹងផ្អែកខ្លាំងទៅលើបច្ចេកវិទ្យាដូចជាសប្តាហ៍ថ្ងៃនេះការខូចខាតផ្កាយរណបដែលនៅក្នុងទីអវកាសគឺអាចបង្កនូវផលប៉ះពាល់ដោយផ្ទាល់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងដែលនៅលើដីក្នុងពេលជាមួយគ្នាវាក៏ចោទជាបញ្ហាដ៏ចម្បងមួយដែរទៅលើសុវត្ថិភាពនៃការធ្វើដំណើរអវកាសទាំងសុវត្ថិភាពរបស់អវកាសយានិកដែលធ្វើដំណើរទៅមកនិងមានវត្តមានជាប់ជាប្រចាំនៅក្នុងស្ថានីយអវកាសបច្ចុប្បន្នទាំងសុវត្ថិភាពរបស់អវកាសយានិកនៅក្នុងគម្រោងទៅកាន់ព្រះច័ន្ទនិងទៅកាន់ភពអង្គារឬក៏ទៅកន្លែងផ្សេងទៀតទៅថ្ងៃអនាគតហើយដូច្នេះហើយបានជាការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកអវកាសបានចេញសេចក្តីណែនាំមួយកាលពីឆ្នាំ2010កន្លងទៅនេះដោយដាក់ចេញនូវចំណុចសំខាន់ដែលទីភ្នាក់ងារអវកាសឬក្រុមហ៊ុនអវកាសឯកជននៅទូទាំងពិភពលោកត្រូវអនុវត្តដើម្បីកាត់បន្ថយហានិភ័យបង្កឡើងដោយបំណែកអវកាសសេចក្តីណែនាំនេះរួមមានជាអាចធានានូវសុវត្ថិភាពនិងភាពរឹងមាំនៃទូផ្កាយរណបដើម្បីបញ្ជាកុំឲ្យផ្កាយរណបត្រូវផ្ទុះឬបាក់បែកជាបំណែកជៀសវាងនឹងការបំផ្ទុះផ្កាយរណបដោយចេតនានិងជៀសវាងការទុកចោលផ្កាយរណបឲ្យបន្តស្ថិតនៅក្នុងគន្លងតារាវិថីក្រោយពេលដែលផ្កាយរណបនេះបញ្ចប់បេសកកម្មនេះមានន័យថាផ្កាយរណបនីមួយៗត្រូវមានបំពាក់ទៅដោយប្រព័ន្ធ water ជាមួយនឹងថាមពលល្មមគ្រប់គ្រាន់
គ្រប់គ្រាន់អាចធ្វើដំណើរចេញពីកន្លងតារាវិថីនៅក្រៅពេលបញ្ចប់បេសកកម្មការចេញពីកន្លងតារាវិថីនេះត្រូវធ្វើឡើងឬមួយដោយត្រូវបន្ថយល្បឿនដើម្បីធ្លាក់ចុះមកដីវិញដោយធ្វើយ៉ាងណាធានាមិនឲ្យមានគ្រោះថ្នាក់ដល់អ្នកដែលនៅលើដីឬមួយត្រូវបង្កើនល្បឿនឲ្យកាន់តែលឿនបង្កើនកន្លងតារាវិថីឲ្យទៅកាន់តែខ្ពស់ទៅហួសកន្លងតារាវិថីដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា geosynchronous ទៅដល់ក្នុងតំបន់មួយដែលគេបំរុងទុកសម្រាប់តែផ្កាយរណបលែងដំណើរការទីភ្នាក់ងារអវកាសអឺរ៉ុបវិញបច្ចុប្បន្ននេះក្រៅពីអភិវឌ្ឍបច្ចេកវិទ្យាដើម្បីបំពាក់ទៅលើផ្កាយរណបឲ្យផ្កាយរណបអាចបញ្ជាការបូកទង្គិចគ្នាដោយស្វ័យប្រវត្តិអឺរ៉ុបក៏កំពុងតែរៀបចំគម្រោងមួយទៀតផងដែរដើម្បីប្រមូលបំណែកអវកាសដែលមានស្រាប់ឲ្យចេញផុតពីកន្លងតារាវិថីដែលគេត្រូវការប្រើប្រាស់តាមរយៈគម្រោងនេះអ៊ីសាគ្រោងនឹងបញ្ជូនយានគ្មានមនុស្សបើកឲ្យទៅស្ទាក់ចាប់បំណែកអវកាសរួចហើយក្នុងករណីបំណែកដែលស្ថិតនៅក្នុងកន្លងតារាវិថីទាបគឺក្នុងរយៈកម្ពស់ទាបជាង 2000 គីឡូម៉ែត្រពីដីគេនឹងត្រូវនាំបំណែកនេះឲ្យធ្វើដំណើរចូលទៅក្នុងកន្លងដែលអាចហោះសម្ដៅមកចូលក្នុងស្រទាប់បរិយាកាសរបស់ភពផែនដីនៅពេលនោះបំណែកភាគច្រើននឹងត្រូវផ្ទុះឆេះអស់ដោយការកកិតជាមួយនឹងស្រទាប់បរិយាកាសចំណែកបំណែកធំដែលអាចធន់នឹងភាពកកិតជាមួយនឹងស្រទាប់បរិយាកាសនេះហើយអាចធ្លាក់ចុះមកដល់ដីគឺគេត្រូវនាំវាឲ្យចូលទៅក្នុងកន្លងមួយដែលត្រូវធ្លាក់ទៅក្នុងមហាសមុទ្រដើម្បីបញ្ជាគ្រោះថ្នាក់ដល់អ្នកដែលនៅលើដីចំពោះករណីបំណែកដែលស្ថិតនៅក្នុងកន្លងតារាវិថី geosynchronous ដែលស្ថិតនៅរយៈកម្ពស់រហូតដល់ទៅប្រមាណជា 35,000 គីឡូម៉ែត្រពីដីឯនោះវិញគេនឹងមិននាំវាចុះមកក្នុងស្រទាប់បរិយាកាសវិញនោះទេផ្ទុយទៅវិញគេនឹងរុញវាឲ្យទៅកាន់តែខ្ពស់បន្ថែមរយៈកម្ពស់ប្រមាណជា 300 គីឡូម៉ែត្របន្ថែមទៀតឲ្យទៅដល់តំបន់ដែលគេប្រើសម្រាប់ទុកតែផ្កាយរណបលែងដំណើរការ